ជំរាបសួរនាងខ្ញុំឡុងសវណ្ណប្រធានបទថ្ងៃនេះគឺនិយាយអំពីការព្យាករណ៍ជោគជតារាសីសម្រាប់អ្នកកើតឆ្នាំថោះប្រចាំឆ្នាំថោះធាតុទឹកពុទ្ធសករាជ2567គ្រិស្តសករាជ2023លក្ខណៈទូទៅប្រចាំឆ្នាំ2023ជោគជតារាសីរបស់អ្នកកើតឆ្នាំថោះបានបង្ហាញថាឆ្នាំ2023នេះសម្រាប់អ្នកបម្រើការងារនៅក្នុងអង្គភាពផ្សេងៗនឹងអាចមានឱកាសបានឡើងតួនាទីឬប្រាក់បៀវត្សប៉ុន្តែសម្រាប់អ្នកដែលជាម្ចាស់អាជីវកម្មវិញសូមប្រុងប្រយ័ត្នក្រែងលោអាចមានការប៉ះពាល់នៃការខាតបង់អ្វីដែលល្អគួរឲ្យកត់សម្គាល់នោះគឺអាចនឹងមានមនុស្សចាំជួយទំនុកបម្រុងនៅពេលដែលលោកអ្នកត្រូវការជំនួយពីពួកគេការថែរក្សាសុខភាពគឺជាចំណែកមួយដ៏សំខាន់ណាស់ដែរសម្រាប់លោកអ្នកក្នុងការយកចិត្តទុកដាក់នៅក្នុងឆ្នាំ2023នេះចំពោះទ្រព្យធនឆ្នាំ2023នេះផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកហាក់ដូចជាមិនមានសញ្ញានៃការរីកលូតលាស់ខ្លាំងក្លានោះទេសម្រាប់ម្ចាស់អាជីវកម្មក្នុងឆ្នាំ2023នេះប្រសិនបើលោកអ្នកមិនមានជំនាញច្បាស់លាស់ក្នុងការវិនិយោគទុនទេវាមិនមែនជាពេលវេលាដ៏ល្អក្នុងការបណ្ដាក់ទុនឬពង្រីកអាជីវកម្មបន្ថែមនោះឡើយក្រែងលោអាចប្រឈមមុខជាមួយនឹងការខាតបង់ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកធ្វើអ្វីៗប្រកបដោយការយល់ដឹងនិងមានជំនាញពិតប្រាកដនោះវាគ្មានអ្វីគួរឲ្យព្រួយបារម្ភឡើយចំណែកឯអ្នកបម្រើការងារនៅអង្គភាពផ្សេងវិញប្រហែលជាត្រូវបានមិត្តរួមការងារមួយចំនួនមើលរំលងឬមើលមិនឃើញពីសមត្ថភាពរបស់លោកអ្នកប៉ុន្តែប្រសិនបើលោកអ្នកព្យាយាមធ្វើឲ្យខ្លួនលោកអ្នកកាន់តែប្រសើរឡើងជានិច្ចនោះថាមិនត្រូវលោកអ្នកនឹងទទួលបានការគោរពពីអ្នកដទៃឬមនុស្សជុំវិញខ្លួនមិនខានឡើយមិនតែប៉ុណ្ណោះដោយសារតែការខិតខំប្រឹងប្រែងបន្ថែមរបស់លោកអ្នកទៀតនៅក្នុងឆ្នាំនេះការដំឡើងឋានៈនិងការដំឡើងប្រាក់ខែនៅតែត្រូវបានរំពឹងទុកជាក់ជាមិនខានករណីពិសេសលោកអ្នកគួរតែមានប្រាក់មួយចំនួននៅក្នុងដៃសម្រាប់ការប្រើប្រាស់ក្នុងករណីចាំបាច់ក្រែងលោអាចនឹងត្រូវការបន្ទាន់ក្នុងហេតុការណ៍ណាមួយដែលមិនអាចរំពឹងទុកចំពោះការងារនិងអាជីពវិជ្ជាជីវៈក្នុងឆ្នាំ2023នេះនៅកន្លែងធ្វើការងារជួនកាលអាចនឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្មុគស្មាញឬមិនសប្បាយចិត្តខ្លះៗដែរប្រសិនបើលោកអ្នកមានបំណងគិតចង់ស្វែងរកការងារថ្មីឬផ្លាស់ប្ដូរតួនាទីឬទីកន្លែងធ្វើការងារវាគឺជាពេលវេលាដ៏ល្អដែរប៉ុន្តែមុនពេលដែលលោកអ្នកសម្រេចចិត្តលាលែងចេញពីតំណែងបច្ចុប្បន្ននេះលោកអ្នកគួរតែមានការចុះហត្ថលេខាជាមួយនឹងការងារតួនាទីថ្មីជាមុនសិនពីព្រោះបើមិនដូច្នោះទេក្រែងលោអាចប្រឈមមុខទៅជាមនុស្សបាត់បង់ការងារទៅវិញក៏អាចថាបានដែរមុនពេលដែលលោកអ្នកសម្រេចចិត្តធ្វើអ្វីមួយដ៏សំខាន់សម្រាប់អនាគតនោះក្នុងឆ្នាំនេះលោកអ្នកគួរតែគិតពិចារណាឲ្យបានច្បាស់លាស់និងប្រឹក្សាជាមួយមិត្តភ័ក្តិឬសាច់ញាតិឬក្រុមគ្រួសារឬមនុស្សដែលមានជំនាញច្បាស់លាស់ទើបជាការប្រសើរផលប្រយោជន៍ដ៏ល្អក្នុងឆ្នាំនេះគឺប្រសិនបើលោកអ្នកមានការលំបាកនៅបញ្ហាអ្វីមួយហើយត្រូវការជំនួយនោះលោកអ្នកប្រកាសជាអាចទទួលបាននៅការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួនមិនខានឡើយចំពោះការទំនាក់ទំនងឬសេចក្តីស្រឡាញ់នៅឆ្នាំនេះការព្យាករណ៍នៃសេចក្តីស្នេហារបស់អ្នកហាក់ដូចជាមាននិន្នាការវិជ្ជមានទូទៅសម្រាប់អ្នកនៅលីវឆ្នាំនេះអាចមានអារម្មណ៍ស្នេហាជ្រាលជ្រៅជាងធម្មតានៅពេលដែលអ្នកជួបមនុស្សដ៏គួរឲ្យទាក់ទាញបានធ្វើឲ្យអ្នកមានអារម្មណ៍ហាក់ដូចជាផ្អែមល្ហែមបំផុតប៉ុន្តែបញ្ហាគឺថាវាអាចជាស្នេហាដែលមិនបានយូរអង្វែងឬស្នេហាដែលនាំមកនៅបញ្ហាសុខភាពឬភាគីណាមួយជាមនុស្សដែលមានបញ្ហាសុខភាពទោះបីជាយ៉ាងណាក៏ដោយវាគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះចំណែកឯស្ថានភាពជាក់ស្ដែងវាអាស្រ័យទៅលើការយកចិត្តទុកដាក់ក្នុងការយល់ចិត្តគ្នា
ឬថែរក្សាគ្នាទៅវិញទៅមកនោះទេប្រសិនបើអ្នកមានបំណងចង់រក្សាចំណងស្នេហ៍ដ៏យូរអង្វែងក្នុងករណីពិសេសដើម្បីអនាគតដ៏ល្អបើអ្នកបានចាប់អារម្មណ៍ចំពោះគ្នាទៅវិញទៅមកហើយសូមព្យាយាមស្វែងយល់ពីគ្នាក្នុងលក្ខណៈជាមិត្តភក្តិឲ្យបានច្បាស់លាស់ជាមុនសិនទៅប្រហែលវាជាចំណែកដ៏ល្អក្នុងការគិតពិចារណានាពេលអនាគតផងដែរសូមកុំប្រញាប់ប្រញាល់ឬភ្លេចខ្លួនដល់ថ្នាក់ស៊ីជម្រៅខ្លាំងពេកសម្រាប់អ្នកដែលមានដៃគូរួចហើយឬរៀបការរួចហើយសូមប្រយ័ត្នចំពោះភាពឆ្គាំងឆ្គងក្រែងលោអាចជាហេតុបង្កឲ្យមានការយល់ច្រឡំពីគូស្វាមីឬភរិយារបស់លោកអ្នកដើម្បីរក្សាជីវិតអាពាហ៍ពិពាហ៍ឲ្យបានយូរអង្វែងអ្នកគួរតែរៀបចំអត្តចរិតនិងការប្រស្រ័យទាក់ទងជាមួយគូជីវិតឲ្យបានល្អជាពិសេសសូមកុំបង្កភាពស្និទ្ធស្នាលជាមួយមនុស្សភេទផ្ទុយដែលជាហេតុនាំឲ្យមានការមិនទុកចិត្តគ្នាបានប្រសិនបើមានអ្វីមិនសប្បាយចិត្តចំពោះគ្នាសូមចំណាយពេលខ្លះៗដើម្បីពិភាក្សានិងយកចិត្តទុកដាក់ស្ដាប់គ្នាទៅវិញទៅមកដោយសន្តិវិធីឬប្រើការគិតវិជ្ជមានវាគឺជាជម្រើសដ៏ល្អបំផុតក្នុងការថែរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យមានសុភមង្គលបើតាមអបិយជំនឿដើម្បីដោះស្រាយបញ្ហានេះអ្នកគួរតែទិញគេហដ្ឋានថ្មីឬទៅរស់នៅក្នុងផ្ទះថ្មីជួនកាលវាអាចជាដំណោះស្រាយនៃបញ្ហាគ្រួសារបានដែរចំពោះសុខភាពក្នុងឆ្នាំនេះសូមយកចិត្តទុកដាក់ចំពោះសុខភាពផ្នែកក្រពះឆ្អឹងនិងធ្មេញការបរិភោគអាហារច្រើនលើសកំណត់អាចបង្កឲ្យលើសទម្ងន់ងាយធ្វើឲ្យប្រព័ន្ធរំលាយអាហារមានបញ្ហាបានជួនកាលដោយសារតែមានភាពស្មុគស្មាញក្នុងការងារមិនស្ថិតស្ថេរនិងទស្សនវិស័យទ្រព្យធនវាអាចធ្វើឲ្យអ្នកមានអារម្មណ៍បាក់ទឹកចិត្តខ្លះៗដែរពេលខ្លះអ្នកមានអារម្មណ៍រសើបក្នុងចិត្តដោយធម្មជាតិហើយតែងតែព្រួយបារម្ភដែលជាហេតុនាំឲ្យអ្នកនឹងជួបប្រទះនៅជំងឺធ្លាក់ទឹកចិត្តរយៈពេលវែងដោយសារតែរឿងតូចតាចមិនបានប្រុងប្រយ័ត្នអ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះជំងឺខួរក្បាលនិងសរសៃឈាមបេះដូងជាពិសេសអ្នកមានជំងឺរ៉ាំរ៉ៃបរិយាកាសស្ត្រេសរយៈពេលវែងឬការងារលើសទម្ងន់ជាប្រចាំព្រោះវាអាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពដែលមិនអាចត្រឡប់វិញបានក្នុងឆ្នាំនេះសូមស្វែងរកការព្យាបាលឲ្យបានឆាប់ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួនម្យ៉ាងវិញទៀតសូមយកទៅនោះម្យ៉ាងទៀតការជួបជុំជាមួយមនុស្សល្អៗស្ដាប់ធម៌អាឬការអប់រំសុខភាពល្អៗក៏គួរតែអាចផ្ដល់ផលប្រយោជន៍នៃការបន្ធូរអារម្មណ៍ភ័យព្រួយឬការពិបាកចិត្តគ្មានហេតុផលរបស់អ្នកបានដែរដូច្នេះអ្វីដែលនាងខ្ញុំបានជម្រាបជូនមកនេះគឺគ្រាន់តែជាការព្យាករណ៍ជោគជតារាសីនៃលក្ខណៈទូទៅប្រចាំឆ្នាំតែប៉ុណ្ណោះប៉ុន្តែចំពោះជោគជតារាសីប្រចាំខែនីមួយៗវិញនោះតើវានឹងមានអ្វីកើតឡើងដូច្នេះសូមកុំភ្លេចរងចាំតាមដានទស្សនាជោគជតារាសីប្រចាំខែនីមួយៗដែលនាងខ្ញុំនឹងជម្រាបជូនជារៀងរាល់ខែតាមរយៈវីដេអូបន្តបន្ទាប់នៅខែនីមួយៗទៀតសម្រាប់ផ្ដល់ជូនជាព័ត៌មានព្រមទាំងជាប្រយោជន៍ដល់លោកអ្នកក្នុងការយកចិត្តទុកដាក់ត្រៀមខ្លួនទទួលយកអ្វីដែលល្អនិងដោះស្រាយចំពោះឧបសគ្គណាដែលអាចកើតមានឡើងផងដែរនាងខ្ញុំសង្ឃឹមថាវីដេអូនេះបានផ្ដល់ជាប្រយោជន៍សម្រាប់លោកអ្នកក្នុងការយល់ដឹងដំណោះស្រាយផ្សេងៗដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសារនិងការកម្សាន្តផងដែរនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដ៏មានតម្លៃរបស់លោកអ្នកដែលបានតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមគោរពជូនពរដល់លោកអ្នកនិងក្រុមគ្រួសារឲ្យទទួលបាននូវសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលានាងខ្ញុំឡុងសុវណ្ណសូមជម្រាបលានិងជួបគ្នានៅវីដេអូបន្តទៀត